តាំងពីដឹងក្តីមកបងប្អូនហើយចេះចិញ្ចឹមសត្វអត់ដែលជួបដូចសត្វកណ្ដុរនោះទេបាទគឺចិញ្ចឹមគឺអត់ដែលមានជំងឺឈឺស្កាត់អីសោះហ្មងធ្លាប់ចិញ្ចឹមមាន់ចិញ្ចឹមទាមានមាន់សកុកមានទាកោកាច់មានទាឈឺអីចឹងទៅចិញ្ចឹមជ្រូកមានជ្រូកកាច់គូតជ្រូកអីចឹងទៅបើចិញ្ចឹមកណ្ដុរនេះអត់ដែលមានទេបាទរោគចំណៃវាស៊ីអត់ទ្រាំទេនេះស៊ីដល់កបាទអញ្ចឹងមិនថាមានសត្វខ្លះវាធន់នឹងជំងឺពីមុនមកយើងដែរចិញ្ចឹមនេះសត្វកណ្ដុរហ្នឹងគឺវាកើតឡើងដោយឯងវាសបោហើយដល់មករយៈនេះតើយើងចិញ្ចឹមបងប្អូនមិនថាសត្វកណ្ដុរសត្វខ្យងសត្វក្តាមទេក្តាមនិងខ្យងពីមុនក៏គេអត់មានចិញ្ចឹមដែរដោយសារវាសបោដល់ពេលបច្ចុប្បន្ននេះបើយើងអត់ចិញ្ចឹមទេគឺរកហូបអត់បានទេសូម្បីតែក្តាមហ្នឹងក៏រកហូបអត់ចង់បានដែរក្តាមស្រែដើម្បីហ្នឹងគឺគេចិញ្ចឹមអស់ហើយក្តាមខ្យងហើយកណ្ដុរហ្នឹងក៏គេចិញ្ចឹមដែរបងប្អូនណាបើយើងអត់ចិញ្ចឹមយើងទៅរកងាយមានទេតាមស្រែតាមអីហ្នឹងអស់ហើយកណ្ដុរនេះគឺកណ្ដុរពូជដែលយើងបង្កាត់ពីបិឈាមយកមកចិញ្ចឹមណាមានកណ្ដុរប្រែងបង្កាត់ជាមួយកណ្ដុរពូជមកបង្កាត់ទៅវាចេញជាកណ្ដុរធំអញ្ចឹងតែកូនទើបបាន2ខែមិន10ថ្ងៃណាចិត្ត3ខែហើយ6ខាំ5ខាំមកកូនវាបាន12ខែជាងនោះវាធំវាគីឡូធំវាឆាប់ធំយើងចិញ្ចឹមវាចំណេញបើដោយសារពូជយើងបង្កាត់ទៅវាទៅជាកណ្ដុរពូជដែលយើងបង្កាត់ទៅមានឈាមច្រើនអញ្ចឹងទៅបើនៅបង្កាត់មកល្អវាខុសពីកណ្ដុរតាមស្រែតាមព្រៃវាចេញមកធំអញ្ចឹងហ្មងកូនមកចេញមកធំហ្មងយើងរាប់ថ្ងៃរាប់តែខែហើយយើងក៏ទុកហើយចេញមកកណ្ដុរនោះវាធំអញ្ចឹងបាទអញ្ចឹងវាមានភាពងាយស្រួលក្នុងការចិញ្ចឹមមិនចាំបាច់ចាក់វ៉ាក់សាំងការពារជំងឺមិនចាំបាច់ធ្វើការថែទាំអីដូចជាចិញ្ចឹមមាន់ចិញ្ចឹមទាអីទេណាយើងអត់មានថែទាំអីទេវាដាក់នៅក្នុងអាងធម្មតាណាផ្ដោតតែចំណីហើយមួយអាទិត្យយើងធ្វើការសម្អាតត្រង់ចេញម្ដងទៅកុំឲ្យវាធំក្រិនមកក្រៅអញ្ចឹងណាដោយសារយើងចិញ្ចឹមគឺត្រូវមានអនាម័យដែរដើម្បីយើងចូលមកដាក់ចំណីដាក់អីហ្នឹងកាលណាបើយើងអត់មានអនាម័យទេវាធំក្លិនដែរអញ្ចឹងណាព្រោះសត្វវាស៊ីទៅវាសុះនៅនឹងអីនៅនឹងបាទអញ្ចឹងយើងធ្វើអនាម័យឲ្យវាមានផាសុកភាពទៅតាមនឹងបាទហើយការចិញ្ចឹមនេះគឺមានភាពងាយស្រួលថងថាវាអត់ឈឺបាទធ្វើអីក៏ដោយបើអត់ឈឺអត់មានជំងឺគឺកក់ករបស់យើងចិញ្ចឹមសត្វអត់ភ័យនឹងវាឈឺបាទអញ្ចឹងតាំងពីចិញ្ចឹមមកលើដែរមានកណ្ដុរឈឺអីអត់ដែរមានទេបាទឈឺអីកើតបងប្អូនមក2ខែជាងប៉ុណ្ណឹង2ខែជាងប៉ុណ្ណឹងដល់3 4ខែយើងចាប់ផ្ដើមលក់អស់បាត់ចេញកណ្ដុរពូជកណ្ដុរសាច់អស់អញ្ចឹងវាមានតែឈឺមានជំងឺណាមកតោងឲ្យកើតវាឆាប់ធំលឿនបាទធំលឿន2ខែ10ថ្ងៃណាមិន10ថ្ងៃ2ខែកន្លះ3ខែហ្នឹងមួយចូល8 9ខាំធំលឿនណាដល់ខ្មៅសបកខ្មៅសបកប្រែងសបកក្រហមកណ្ដុរយើងបង្កើតវាមានឈាមច្រើនមើលទៅគួរឲ្យស្រឡាញ់បងប្អូនហើយមិនមែនទៅហកអត់មែនឲ្យស៊ីចំណីអីផ្ដេសផ្ដាស់ណាយើងចាំនេះមានចំណីសំត្រូវចំណីស្រូវចំណីពោតចំណីសម្រាប់ឲ្យស៊ីខ្លះហ្នឹងទៅលាយគ្នាទៅចំណីស្ងួតណាដោយសារនៅខាងខ្ញុំនេះវាអត់មានដីសម្រាប់ដាំស្រូវដាំពោតដាំអីនៅនេះវានៅទីក្រុងនឹងស្រាប់ហើយនៅខាងបេហូននេះអញ្ចឹងយើងទិញស្រូវទិញពោតគេស្រាប់ឲ្យស៊ីមកចំណីស្រាប់ទិញមកមានស្រូវមានពោតអីអញ្ចឹងទៅដល់អញ្ចឹងវាស្ងួតរឿងបាទហើយវាចំធំដូចតែគេចំណីធម្មជាតិដែលគេដាំស្មៅដាំពោតដាំអីហ្នឹងវាដូចតែគ្នាវាខុសគ្នាគ្រាន់តែមួយយើងក្រៀមយើងឲ្យស៊ីក្រៀមវាអត់មានចំណីស្រស់នោះយើងស្មៅគេច្រូតភ្លាមឲ្យស៊ីមានពោតភ្លាមហ្នឹងដាក់ទៅអាហ្នឹងហៅចំណីស្រស់យើងចំណីក្រៀមស្រូវពោតក្រៀមហ្នឹងដាក់ឲ្យស៊ីទៅបាទដោយសារយើងអត់មានកន្លែងសម្រាប់ដាំស្រូវដាំពោតទេហើយកន្លែងនេះកន្លែងវាដេកឡើងស្អាតភ្លឹងម្ដងកន្លែងនេះយើងកន្លែងដាក់ចំណីវាស៊ីនេះណាចំណីស៊ីវាចេញមកស៊ីដាក់ចំណីស៊ីមកស៊ីអញ្ចឹងទៅស៊ីរួចអស់វាចូលទៅក្នុងនឹងវិញទៅវាធ្វើកន្លែងដេកត្រឹមត្រូវវិញទៅនេះប្រព័ន្ធទឹកធ្វើផឹកដោយសារយើងធ្វើអាង2កន្លែងស៊ីកន្លែងដេកបាទកន្លែងនេះក៏យ៉ាងដែរកន្លែងនេះវាដេកអញ្ចឹងដែរឃើញកាមដាក់កាមវាដេកកក់ក្ដៅដេកហើយវាទៅស៊ីដែរបាទកន្លែងស៊ីនេះឃើញចេញមកស៊ីអញ្ចឹងបាទអញ្ចឹងការចិញ្ចឹមកណ្ដុរពូជរបស់យើងនេះគឺមានភាពងាយស្រួលបាទដោយសារវាអត់មានបញ្ហាអីជំងឺឈឺស្កាត់ដូចយើងចិញ្ចឹមមាន់ចិញ្ចឹមទាទេតែបងប្អូនចង់ចិញ្ចឹមអាចមកមើលបានបាទខាងកសិដ្ឋានចិញ្ចឹមកណ្ដុរបេហូណាអត់ឆ្ងាយពីគួរស្វៀនបេហូទៅប្រហែលជា600ម៉ែត្របាទហើយបងប្អូនចង់បានពូជយើងចិញ្ចឹមអាចបាទទំនាក់ទំនងបានយកពូជទៅចិញ្ចឹមចែកលេខបងប្អូនយើងចិញ្ចឹមបន្តបាទដោយសារកណ្ដុរឥឡូវពេញនិយមបងប្អូនហើយពេញនិយមគេចិញ្ចឹមកណ្ដុរខ្វៃកណ្ដុរសាច់ណា
យើងឥឡូវអត់មានកណ្ដុរសាច់អីគេទេជាហ្មងដល់សាច់វាអត់មានយើងទុកធ្វើពូជបាទដោយសារយើងទើបតែប្រកាសថ្មីដែរយើងមិនទាន់ប្រកាសយូរទេយើងប្រកាសបាន4-5 ខែទេខាងកសិដ្ឋានយើងនេះអញ្ចឹងវាមិនទាន់មានពូជច្រើនទេសម្រាប់ចែកលេខខ្លះហ្នឹងទៅហើយយើងពង្រីកបាទយើងធ្វើការពង្រីកអាងថែមទៀតបាទពង្រីកអាងពង្រីកទីតាំងហ្នឹងឲ្យវាធំថែមទៀតណាបាទពង្រីកថែមពង្រីកឲ្យបានច្រើនឥឡូវនេះបានជិត50អាងហើយបើយើងបន្តថែមឲ្យបានដល់100អាងដោយសារមានមេការកដោនេះគាត់ជំនាញខាងការថែទាំដាក់ចំណីអីអូមើលមៀតគាត់កម្លាំងពេញមករឿងថែទាំឲ្យចំណីនេះមួយថ្ងៃនេះមានតនេទេមានតនេទេមានឌីកដោលចឹងមានឌីកដោលចឹងបរិយាថែមទៀតតែបរិយាថែមទៀតហើយបាទចឹងក៏សូមអរគុណតាមប៉ុណ្ណេះហើយបងប្អូនកុំភ្លេចបាទជួយ like ជួយ follow និងជួយ share បាទវីដេអូនេះបន្តផង